ជាជាងការគេងមិនលក់នៅកណ្ដាលអាធ្រាត្រគួរតែមកមើលវីដេអូមួយភាគនេះអំពីការសាងសង់ជំរំរបស់តង់ក្នុងព្រៃយ៉ាងជោគជ័យវាគឺជាឱសថទិព្វសម្រាប់អ្នកដែលគេងមិនលក់មើលចប់ធានាថានឹងធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់ថ្ងៃនេះមិនបាច់ទីជើងឆ្វេងឬជើងស្ដាំទៀតទេបើអូសរំលងហើយសូមបញ្ចេញសំឡេងបន្តិចមកឬក៏នៅខាងស្ដាំសូមសរសេរកម្រិតថ្មទូរស័ព្ទរបស់អ្នកនៅក្នុងប្រអប់បញ្ចេញមកតោះឈប់និយាយច្រើនទៀតហើយសូមមកទស្សនាវគ្គនេះទាំងអស់គ្នាជាមួយដំណើរការបំបត្តិស្ត្រេសយ៉ាងអស្ចារ្យបុរសម្នាក់នេះឈ្មោះម៉ាសៃតាមពិតគាត់គួរតែធ្វើការនៅទីក្រុងប៉ុន្តែត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងការងារគាត់បានស្ពីកាបូបដោយស្ម័គ្រចិត្តដើរចូលទៅក្នុងព្រៃជ្រៅការធ្លាក់ភ្លៀងយ៉ាងខ្លាំងបានធ្វើឲ្យគាត់ត្រូវសម្រេចចិត្តជ្រើសរើសកន្លែងបោះតង់ថ្ងៃនេះមុនការក្រុងទុកទាំងថ្មដ៏ធំដែលលកាត់ឡើងតាមបែបធម្មជាតិគឺជាកន្លែងជ្រកកោនដ៏ល្អខាងមុខគឺជាអូតូចមួយដែលហូររឹមទោះបីជាមិនមែនជាម៉ាសៃក៏ដោយក៏នឹងជ្រើសរើសទីតាំងដ៏អំណោយផលមួយនេះដែរគាត់ដើរទៅជុំវិញដើម្បីប្រមូលឈើសម្រាប់សាងសង់ចម្រោះទោះបីជាគាត់រស់នៅក្នុងទីក្រុងជាប្រចាំក៏ដោយសំណាងល្អដែលគាត់មានទម្លាប់ហាត់ប្រាណមិនយូរប៉ុន្មានគាត់ក៏ប្រមូលបានឈើដែលត្រូវការគ្រប់ចំនួនបន្ទាប់ពីវាស់ជំងឺពីជញ្ជាំងថ្មទៅដីរួចរាល់គាត់ប្រើណាដើម្បីអាចឈើឲ្យបានទំហំសមស្របបន្ទាប់មកអាចប្រើពូថៅដុំឈើបញ្ចូលទៅក្នុងផ្នែកខាងក្រោមនៃច្រាំងថ្មសម្បកឈើដែលពុកផុយត្រូវតែកោសចេញឲ្យស្អាតទាន់ពេលវេលាធ្វើយ៉ាងនេះទើបមានអនាម័យនិងជាប់បានយូរទឹកហូរទឹកទន្លេដ៏ត្រជាក់បានផ្ដល់នូវភាពរស់រវើកដល់ព្រៃមួយនេះម៉ាសៃគិតក្នុងចិត្តថាមិនប្រកាសទេក្នុងទឹកអាចមានត្រីក្រឹមព្រៃធំទៀតផងគាត់សម្រេចចិត្តថាបន្ទាប់ពីសាងសង់ជំរករួចរាល់នឹងទៅរាវរកមើលនៅក្នុងទឹកទន្លេនៅលើមេឃនៅតែមានភ្លៀងរលឹមស្រិចសកម្មភាពនៅក្នុងដៃរបស់ម៉ាសៃចាប់ផ្ដើមលឿនជាងមុនកាន់តែប្រញាប់គឺកាន់តែញ៉ៃញ៉ៃឈើដែលទើបតែធ្វើរួចត្រូវយកមកជួសជុលជាលើកទី2គាត់យល់ថាកាន់តែដល់ពេលនេះកាន់តែត្រូវរក្សាអារម្មណ៍ឲ្យស្ងប់ប្រសិនបើពេលធ្វើការគាត់អាចធ្វើចិត្តឲ្យស្ងប់បានតើនឹងមានលទ្ធផលខុសពីនេះដែរឬទេមិនយូរប៉ុន្មានជញ្ជាំងនៃជំរកត្រូវបានសាងសង់ឡើងយ៉ាងពេញលេញបន្ទាប់មកទៀតគឺត្រូវធ្វើទ្វារជំរកឲ្យបានល្អប្រើដៃគោដើម្បីភ្ជាប់ឈើបញ្ឈរឲ្យជាប់បន្ទះឈើមូលដែលមានទំហំប៉ុនគ្នាត្រូវបានបំពាក់នៅលើស៊ុមមិនយូរប៉ុន្មានទ្វារមួយទ្វារដែលផ្ដល់សុវត្ថិភាពយ៉ាងពេញលេញត្រូវបានបង្កើតឡើងនៅពេលនេះមេឃស្រឡះបន្តិចវិញហើយជំរកក៏ត្រូវបានសាងសង់ជិតរួចរាល់ផងដែរម៉ាសៃសម្រេចចិត្តចាប់ផ្ដើមចម្អិនអាហារសម្រាប់ខ្លួនឯងគាត់រកបានផ្ទាំងថ្មស្ដើងមួយនៅក្បែរមាត់អូររួចយកទៅលាងឲ្យស្អាតក្នុងទឹកទន្លេយកវាដាក់ពីលើគំនរភ្លើងដើម្បីធ្វើជាបន្ទះអាំងឡើងទៅផ្នែកខាងលើនៃប្រភពទឹកដើម្បីដងទឹកឲ្យពេញកំសៀវដាំទឹកក្តៅមួយកំសៀវសម្រាប់ទុកផឹកបន្ទាប់មកអាចអញ្ជើញតួឯកប្រចាំថ្ងៃនេះមកបានហើយលើប្រេងរុក្ខជាតិខ្លះលើផ្ទាំងថ្មរួចយកសាច់គោដែលប្រឡាក់រួចដាក់ពីលើនៅពេលដែលសាច់គោប៉ះជាមួយផ្ទាំងថ្មក្តៅប្រតិកម្មដ៏អស្ចារ្យក៏បានលេចឡើងសំឡេងឆ្អិនសាច់លាន់នៅឈាមមិនដាច់ពីត្រចៀកក្លិនឈ្ងុយសាច់អាំងសាយភីពេញបរិវេណក្រោមការអាំងជាមួយកម្ដៅភ្លើងធ្យូងយ៉ាងក្តៅគប់ទីបំផុតសាច់អាំងក៏ឆ្អិនល្អចាក់កាហ្វេក្តៅមួយពែងអង្គុយនៅមាត់ទន្លេញ៉ាំយ៉ាងមានក្តីសុខសម្លឹងមើលទឹកទន្លេដែលហូររឹមក្តីកង្វល់របស់គាត់ហាក់ដូចជាត្រូវបានទឹកហូរនាំយកទៅបាត់ពេលនេះគាត់នឹកឃើញដល់បទចម្រៀងសមុទ្ររបស់យ៉ាងយ៉ាសិងមិននឹកស្មានថាធម្មជាតិមានថាមពលអស្ចារ្យយ៉ាងនេះសោះមិនមានពេលរំភើបច្រើនទេដោយសារជំរករបស់គាត់នៅមិនទាន់សាងសង់រួចរាល់ទាំងស្រុងដំបូងត្រូវសម្អាតផ្ទៃដីខាងក្រោមរូងថ្មឲ្យរាបស្មើដោយពិចារណាថាភាពខុសគ្នានៃសីតុណ្ហភាពរវាងថ្ងៃនិងយប់នៅតំបន់ព្រៃជ្រៅគឺធំធេងដូច្នេះគាត់បានរៀបចំទុកជាមុននៅក្នុងជំរកដោយប្រើដុំថ្មដើម្បីសាងសង់ចង្ក្រានកម្ដៅប្រើដុំថ្មនិងភក់លីបញ្ចូលគ្នាសាងសង់ចេញជាទូចង្ក្រានបន្ទាប់មកតម្រៀបបំពង់ផ្សែងពិនសេឲ្យខ្ពស់ឡើងគាត់គិតថាបើបានមកដល់ព្រៃបែបនេះហើយក៏គួរតែរីករាយឲ្យអស់ពីចិត្តតែម្ដងទៅយ៉ាងណាមិញជីវិតបែបនេះសម្រាប់គាត់ក៏មិនសូវបានជួបញឹកញាប់ដែរប្រើបន្ទះឈើបង្កើតជាកម្រាលដ៏ស្អាតមួយនៅក្នុងជំរកធ្វើយ៉ាងនេះអាចការពារភាពស៊ាំពីដីព្រមទាំងអាចការពារស្បែកជើងប្រឡាក់ភក់មិនឲ្យប្រឡាក់ក្រែក្នុងជំរកផងដែរក្រៅនៅលើជញ្ជាំងថ្មនៅតែមានដំណក់ទឹកភ្លៀងធ្លាក់ចុះមកជាបន្តប៉ុន្តែនៅពេលនេះម៉ាសៃលែងមានការព្រួយបារម្ភទៀតហើយដោយសារតែខ្លួនឯងទីបំផុតមានមួយហើយមានជំរកដែលផ្ដល់អារម្មណ៍សុវត្ថិភាពយ៉ាងពេញលេញផឹកកាហ្វេមួយពែងចុងក្រោយគឺក្រាលគ្រួសនៅលើកម្រាលឥដ្ឋទីបំផុតជំរកក្នុងព្រៃរបស់គាត់ត្រូវបានសាងសង់រួចរាល់អណ្ដាតភ្លើងដ៏សន្ធោសន្ធៅបានធ្វើឲ្យសីតុណ្ហភាពក្នុងជំរកកើនឡើងលំហខាងក្នុងដ៏ធំទូលាយគឺគ្រប់គ្រាន់សម្រាប់គាត់រស់នៅម្នាក់ឯងមើលទៅពេលវេលាក៏ឈានចូលដល់ពេលយប់ដល់ពេលដែលត្រូវញ៉ាំអាហារពេលល្ងាចហើយគាត់យកសាច់ក្រកក្រហមដែលយកមកកាត់ជាចំណែកដាក់ពីលើគំនរភ្លើងដើម្បីកម្ដៅវាមើលទៅហាក់ដូចជាការរស់នៅតាមទីវាលដែលមានលក្ខខណ្ឌខ្សត់ខ្សោយប៉ុន្តែម៉ាសៃមិនមានអារម្មណ៍ថាលំបាកនោះទេផ្ទុយទៅវិញគាត់រីករាយនឹងការរស់នៅក្នុងជំរកនេះខ្លាំងណាស់បន្ទាប់ពីពេលវេលាឈានចូលដល់យប់ជ្រៅគាត់ក៏ចូលសម្រាកពីព្រលឹមខ្ញុំទីថាថ្មទូរស័ព្ទរបស់អ្នកពេលនេះគឺនៅសល់ប្រហែល45ហើយជើងឆ្វេងកំពុងដាក់គង់លើជើងស្ដាំឆាប់ចូលក្នុងភួយទៅរួចបញ្ចេញសំឡេងបន្តិចមកតាមខ្ញុំដើម្បីទស្សនាវគ្គនេះដោយស្ងប់ស្ងាត់ដំណើរការបំបត្តិស្ត្រេសដ៏អស្ចារ្យទាំងស្រុង
តំបន់យូនីនៅពោខាងជើងទើបតែមានព្យុះព្រើធ្លាក់យ៉ាងខ្លាំង Jason និងឆ្កែរបស់គាត់ Sandlock បានមកទីនេះដើម្បីលេងពេលជន់លើព្រើវាបន្លឺសំឡេងក្រឹបនៅលើមែកឈើក៏ពោពេញទៅដោយព្រើដកជាប់នៅពេលដែលពួកគេដើរកាត់ព្រៃក៏បានមកដល់ទីវាលមួយកន្លែងស្រាប់តែពេលនោះមានកង់ឡានចាស់មួយលេចឡើងហាក់ដូចជាតម្រង់គោលដៅមករកពួកគេតែម្ដងសំណាងល្អដែលពួកគេមានប្រតិកម្មរហ័សទើបអាចគេចផុតពីការកិនរបស់កង់ឡាននេះតាមពិត Jason និង Sandlock ក្រុងនឹងសាងសង់ជំរកមួយនៅទីនេះដើម្បីទទួលបទពិសោធន៍នៃការបោះតង់នៅលើគំនរព្រើដ៏ស្ងប់ស្ងាត់ហើយកង់ឡាននេះប្រហែលជាអាចមានប្រយោជន៍មិនយូរប៉ុន្មាន Jason ក៏បានរកឃើញទីតាំងដ៏ល្អមួយដើមឈើធំ4ដើមនេះប្រៀបដូចជាជំរកធម្មជាតិស្រាប់សរត្រង់ត្រូវបានគេកាត់សម្អាតព្រើនៅលើដីងាយស្រួលសម្រាប់ការសាងសង់នៅពេលបន្ទាប់ពេលនេះនៅក្នុងគំនិតរបស់ Jason គឺមានរូបរាងជាក្រុងរួចទៅហើយ Sandlock ទើបតែឃើញទស្សនវិជ្ជាបែបនេះជាលើកដំបូងរត់លេងគ្រប់ទីកន្លែងនៅក្នុងព្រើដើម្បីការពារកុំឲ្យឆ្កែធ្លាក់កម្ដៅ Jason មិនទាន់ប្រញាប់សាងសង់ជំរកនោះទេតែគាត់បានដើរប្រមូលមែកឈើស្ងួតពីជុំវិញនោះគាត់គ្រោងនឹងបង្កាត់ភ្លើងជាមុនសិនធ្វើយ៉ាងនេះឆ្កែរបស់គាត់នឹងអាចទទួលបានភាពកក់ក្ដៅពីគំនរភ្លើងបន្ទាប់មក Jason ចាប់ផ្ដើមសាងសង់ជំរករបស់គាត់ដំបូងគឺត្រូវប្រើដុំថ្មធ្វើជាគ្រឹះដើម្បីឲ្យគ្រឹះខ្ពស់ផុតពីភាពស៊ាំនៃដីបន្ទាប់មកដាក់ដំបងឈើដែលប្រមូលបានពីលើចំណែកឯកង់ឡាននេះអាចយកមកធ្វើជាទ្វារចូលនៃជំរកបានយ៉ាងល្អបន្ទាប់មកទៀតអាចរៀបចំកម្រាលទាំងមូលតាមលំដាប់លំដោយរហូតដល់ពេញក្រាលដីឲ្យពេញទាំងអស់សម្រាប់ការទប់ជញ្ជាំង Jason បានប្រើស្នាប់ឈើដើម្បីពង្រឹងវាសីតុណ្ហភាពគឺត្រជាក់ខ្លាំងណាស់ឆ្លៀតពេលដែលទឹកទើបតែដាំពុះJason បានរៀបចំអាហារខ្លះសម្រាប់ឆ្កែរបស់គាត់ចំណែកគាត់ផ្ទាល់គឺឆុងមីកញ្ចប់មួយចានបន្ទាប់ពីបរិភោគអាហាររួច Jason ទទួលអារម្មណ៍ថាកក់ក្ដៅឡើងវិញហើយក៏មានកម្លាំងពេញខ្លួនផងដែរចាប់កាន់ឧបករណ៍ហើយបន្តការសាងសង់ទៀតដោយដាក់ដំបងឈើពីលើគ្នាមួយជាន់ម្ដងកន្លែងដែលមិនស្មើគ្នាគឺត្រូវអាចចេញផ្ទាល់តែម្ដងដំណើរការសាងសង់នេះមើលទៅហាក់ដូចជាហត់នឿយប៉ុន្តែការពិតគឺជួយបំបាត់ស្ត្រេសបានយ៉ាងល្អរកដំបងឈើដែលមានរាងកោងមួយដាក់នៅលើជញ្ជាំងខាងក្រោយនៃជំរកដើម្បីធ្វើជាមេដំបូលចុងក្រោយគឺតម្រៀបដំបងឈើតូចមួយជាន់ទៀតពីលើពិតណាស់ថាចន្លោះប្រហោងរវាងដំបងឈើគឺមានច្រើនដូច្នេះប្រកាសជាមិនអាចរក្សាកម្ដៅបានទេ Jason ក៏ត្រូវធ្វើដំបូលផងដែរក្រៅទាំងតង់ការពារទឹកភ្លៀងមួយជាន់ពីលើធ្វើយ៉ាងនេះជំរកទើបអាចការពារខ្យល់ត្រជាក់ពីខាងក្រៅបាននៅពេលនេះមេឃចាប់ផ្ដើមស្រឡះព្រះអាទិត្យរើសខ្ពស់នៅលើមេឃបញ្ចេញកម្ដៅតិចចំណែកឯសត្វឆ្កែកំពុងក្រាបនៅលើព្រើទទួលយកពន្លឺព្រះអាទិត្យយ៉ាងស្ងៀមស្ងាត់ដោយពិចារណាលើអាកាសធាតុត្រជាក់នៅទីនេះ Jason បានប្រមូលកំទេចស្មៅស្ងួតខ្លះពីជុំវិញនោះគ្រប់លើដំបូលដើម្បីធ្វើជាស្រទាប់រក្សាកម្ដៅរបស់ជំរកជាចុងក្រោយគឺការដំឡើងទ្វាររបស់ជំរកមួយនេះនឹងមានសុវត្ថិភាពយ៉ាងពេញលេញការធ្វើទ្វារក៏មានការយកចិត្តទុកដាក់ខ្ពស់ផងដែរត្បាញស្មៅឲ្យចេញជាបន្ទះចងវាជុំវិញស៊ុមទ្វារមួយជុំម្ដងចំណែកឯប្រហោងចន្លោះនៅខាងក្នុងជំរក Jason ប្រើស្លាយដើម្បីបិទវាធ្វើយ៉ាងនេះជំរកទាំងមូលនឹងជិតឈឹងខ្យល់មិនអាចចូលបានយកឧបករណ៍កម្ដៅតែមួយគត់មកដំឡើងនៅខាងក្នុងជំរកដំឡើងបំពង់ផ្សែងរួចរាល់អាចដុតចង្ក្រាននេះបានហើយមើលទៅជំរកនេះហៀបនឹងកក់ក្ដៅហើយសត្វឆ្កែក៏ងើបដើរមករកទីនេះដែរដោយសារតែវាជាការបោះតង់ក្នុងព្រៃពិតណាស់ថាត្រូវសាកល្បងភ្លក់ទឹកជ្រោះភ្នំនៅទីនេះពេលវេលាកន្លងផុតទៅដោយមិនដឹងខ្លួនមេឃក៏ចាប់ផ្ដើមងឹតបន្តិចម្ដង Jason យកគ្រឿងផ្សំសម្រាប់យប់នេះចេញមកគាត់ត្រៀមខ្លួនចម្អិនអាហារពេលល្ងាចសម្រាប់ខ្លួនឯងយ៉ាងណាមិញទេសភាពព្រៃដ៏ស្រស់ស្អាតគាត់ក៏បានឃើញហើយអាហារព្រៃពេលនេះគាត់ត្រូវចាប់ផ្ដើមផ្លែឈើផ្សេងគឺជាអាហាររបស់គាត់សម្រាប់យប់នេះបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច Jason ក៏គេងសម្រាកជាមួយឆ្កែរបស់គាត់បុរសម្នាក់នេះឈ្មោះ Riba ប្រកបមុខរបរប្រមូលរុក្ខជាតិអស់គ្មានតម្លៃការឡើងភ្នំរបស់គាត់លើកនេះមានរយៈពេល1សប្តាហ៍មកហើយថ្ងៃនេះគាត់បានត្រឡប់មកវិញក្បែរជំរកដែលបានសាងសង់ពីមុនមួយរយៈនេះគាត់ទទួលបានផលច្រើនណាស់មកដល់ទីនេះគឺសម្រេចចិត្តស្នាក់នៅមួយយប់ចាំដល់ព្រឹកស្អែកទើបចុះពីលើភ្នំឲ្យបានលឿនប្រហែលជាមានមិត្តភក្តិដឹងហើយថាជំរកនេះកាលពីលើកមុនមានបញ្ហាលេចធ្លីទឹកភ្លៀងប៉ុន្តែ Riba បានជួសជុលវារួចរាល់តាំងពីយូរមកហើយពេលនេះគាត់គ្រាន់តែត្រូវការប្រមូលអុសខ្លះសម្រាប់ប្រើប្រាស់នៅពេលយប់ប៉ុណ្ណោះអាកាសធាតុប៉ុន្មានថ្ងៃថ្មីនេះគឺល្អណាស់មានអុសស្ងួតពាសពេញដីមិនយូរប៉ុន្មាន Riba ក៏ប្រមូលបានអស់យ៉ាងច្រើនដោយសារមេឃចាប់ផ្ដើមងឹតបន្តិចម្ដង Riba ក៏ឆ្លៀតដុតភ្លើងឡើងស្របពេលដែលមានផ្សែងហុយចេញពីបំពង់ផ្សែងបរិយាកាសនៅក្នុងព្រៃប្រែជាសើមមើលទៅស្ថានភាពបែបនេះប្រហែលជាមានភ្លៀងធ្លាក់ Riba បួងសួងសុំឲ្យកុំឲ្យទឹកភ្លៀងហូរចូលតាមបំពង់ផ្សែង
សម្លឹងមើលជំរកដែលពោពេញដោយសុវត្ថិភាពនេះរីបែបានសម្រាប់មួយសន្ទុះនៅក្នុងជំរកបន្ទាប់មកក៏ទៅប្រមូលអស់បន្ថែមទៀតប៉ុន្មានថ្ងៃនេះរីបែតែងតែរវល់នៅក្នុងព្រៃសឹងតែគ្មានពេលសម្រាប់តតែសោះទីបំផុតពេលនេះអាចអង្គុយក្បែរគំនរភ្លើងដើម្បីបន្ធូរអារម្មណ៍បានហើយប្រៀបធៀបនឹងការចេញមកទីនេះធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលខ្លាំងនៅពេលនេះដើម្បីជាការលើកទឹកចិត្តដល់សត្វឆ្កែដែលតែងតែការពារគាត់ដោយសុវត្ថិភាពគាត់បានរៀបចំអាហារដែលវាចូលចិត្តមួយចំនួនជាការពិតណាស់ពេលវេលាដ៏ស័ក្តិសមនឹងការប្រារព្ធនេះរីបែក៏មិនអាចបំភ្លេចខ្លួនឯងបានដែរអង្គទេសពីរបីផ្លែអាចជួយកាត់ភាពទ្រលាន់បានបន្ទាប់មកអញ្ជើញតួឯកប្រចាំយប់នេះមកបង្ហាញខ្លួនយកភ្លៅមាន់នីមួយគៀបជាមួយដង្កៀបអាំងដាក់វានៅលើធ្យូងដែលគ្មានអណ្ដាតភ្លើងសីតុណ្ហភាពដ៏ក្តៅអាំងសាច់មាន់រហូតដល់លាន់នៅសម្លេងឆ្អិនឈីវនិងហូរខ្លាញ់នេះគឺជាការបន្ថែមសារធាតុចិញ្ចឹមដ៏កម្រក្នុងប៉ុន្មានថ្ងៃនេះរបស់គាត់ចាប់ផ្ដើមញ៉ាំតែម្នាក់ឯងយ៉ាងឈ្ងុយឆ្ងាញ់ក្នុងអំឡុងពេលនេះរីបែបានដឹងតាមរយៈការព្យាករណ៍អាកាសធាតុថាទីនេះជិតនឹងមានភ្លៀងធ្លាក់ម្ដងទៀតហើយដូច្នេះឲ្យតែមានពេលទំនេរគាត់ចេញទៅក្រៅដើម្បីប្រមូលអុសយ៉ាងណាមិញនៅពេលភ្លៀងធ្លាក់ខ្លាំងមកដល់អុសទាំងនេះនឹងក្លាយជាការធានាសុវត្ថិភាពរបស់គាត់រីបែចេញទៅពិនិត្យមើលបំពង់ផ្សែងនៅខាងក្រៅម្ដងទៀតព្រោះពេលនេះនៅលើអាកាសចាប់ផ្ដើមមានភ្លៀងធ្លាក់រលឹមហើយសត្វឆ្កែកំពុងគេងផ្អែកក្បែរគំនរភ្លើងដោយសារពីមុនមកគាត់តែងតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ពេលនេះសត្វឆ្កែក៏ប្រែជាហត់នឿយខ្លាំងណាស់ដែរប៉ុន្តែរាល់ពេលដែលវាហិតក្លិនប្លែកនៅខាងក្រៅឆ្កែក៏ប្រញាប់ក្រោកឈរឡើងក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ភ្លាមរត់ចេញទៅខាងក្រៅប៉ុនប៉ងព្រោះមិនឈប់ដើម្បីបណ្ដេញសត្វព្រៃទាំងនោះឲ្យចេញឆ្ងាយពីបពេលនេះសង្ឃឹមថាភ្លៀងនៅខាងក្រៅនឹងធ្លាក់កាន់តែខ្លាំងបន្តិចធ្វើយ៉ាងនេះទើបអាចលាងជម្រះក្លិនរបស់អ្នកទាំងពីរបានឆ្កែក៏អាចឆ្លៀតឱកាសនេះសម្រាប់ឲ្យបានស្រួលបួលផងដែរពេលនេះរីបែគ្រាន់តែព្រួយបារម្ភថាបំពង់ផ្សែងនឹងលេចទឹកចូលក្រៅពីនេះគាត់មិនបាច់ព្រួយបារម្ភអ្វីទាំងអស់ទោះបីជាពេលនេះនៅតាមជ្រុងនៃជំរកអាចនឹងមានការលេចធ្លាយទឹកភ្លៀងខ្លះក៏ដោយប៉ុន្តែបញ្ហាហាក់ដូចជាមិនសូវធំដុំនោះទេសម្លឹងមើលដំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកឥតឈប់ឈរបរិយាកាសជុំវិញខ្លួនបានត្រឡប់មកស្ងប់ស្ងាត់វិញជាបណ្ដោះអាសន្នស្ដាប់សំឡេងដំណក់ទឹកភ្លៀងនិងសំឡេងភ្លើងឆេះលាន់ផ្លែរីបែនិងសត្វឆ្កែទម្លាក់ខ្លួនដេកលង់លក់យ៉ាងស្កប់ស្កល់នៅលើគ្រែភ្លៀងធ្លាក់កាន់តែខ្លាំងឡើងរីបែប្រញាប់ប្រញ័រថែមអុសចូលក្នុងចង្ក្រានភ្លើងយប់នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតដើម្បីសម្រាកនិងស្ដារកម្លាំងឡើងវិញពេលវេលាបានឈានចូលដល់ថ្ងៃទី2យ៉ាងឆាប់រហ័សដើមឡើយគ្រងនឹងចុះពីលើភ្នំតាំងពីព្រលឹមនៅថ្ងៃនេះប៉ុន្តែផ្ទុយទៅវិញទឹកភ្លៀងបែរជាធ្លាក់ខ្លាំងជាងយប់មិញទៅទៀតគាត់គ្មានជំរឿអ្វីក្រៅពីផ្លាស់ប្ដូរផែនការបណ្ដោះអាសន្នគឺបន្តស្នាក់នៅទីនេះមួយថ្ងៃទៀតរីបែតែងតែព្រួយបារម្ភពីបញ្ហាទឹកភ្លៀងហូរចូលគាត់សម្រេចចិត្តប្រើដំបងឈើដើម្បីកជុំវិញបំពង់ផ្សែងឲ្យខ្ពស់ធ្វើយ៉ាងនេះទឹកភ្លៀងនឹងលែងហូរចូលទៀតហើយប្រហែលជាដោយសារតែមានភ្លៀងធ្លាក់អូតូចនៅចន្លោះភ្នំដែលធ្លាប់តែរីងស្ងួតក៏ចាប់ផ្ដើមមានទឹករីបែប្រញាប់ទៅមាត់ទន្លេដើម្បីដងទឹកឲ្យពេញកំសៀវប៉ុន្តែទឹកភ្លៀងបែបនេះមិនអាចផឹកផ្ទាល់បានទេដូច្នេះគាត់ត្រូវដាក់វានៅលើភ្លើងដើម្បីដាំឲ្យពុះសិនឆ្លៀតពេលរងចាំទឹកពុះរីបែនិងសត្វឆ្កែរបស់គាត់ក៏លេងជាមួយគ្នាបន្តិចគាត់តែងតែផ្ដល់អាហារធ្វើជារង្វាន់ដល់សត្វឆ្កែជាញឹកញាប់ភ្លៀងកាន់តែធ្លាក់កាន់តែខ្លាំងសំណាងល្អដែលនៅក្នុងជំរកគឺមានភាពកក់ក្ដៅនិងមានផាសុកភាពក្នុងពេលដែលស្ថានភាពមិនអនុញ្ញាតឲ្យគាត់ចាក់ចេញដូច្នេះគាត់ក៏ធ្វើចិត្តឲ្យស្ងប់តែម្ដងទៅញ៉ាំបាយនៅទីនេះសិនចាំចាក់ចេញពេលក្រោយធ្វើយ៉ាងនេះសត្វឆ្កែក៏អាចសម្រាកបានច្រើនជាងមុនដែរលើសពីនេះទៅទៀតពេលនេះគាត់ប្រមូលបានផលយ៉ាងច្រើនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាជីវភាពរស់នៅពេលខាងមុខនោះទេយកសាច់ក្រកដែលអាំងរួចមកដាក់ក្នុងនំប៉័ងធំរួចថែមបន្ទះជីស2 3ចំណិតទៀតខ្លួនឯងក៏អាចចាប់ផ្ដើមញ៉ាំបានហើយចំណែកសត្វឆ្កែក៏មិនអាចបំភ្លេចបានដែរប្រហែលជារីបែមានចំពោះជីវិតអាកប្បកិរិយាវិជ្ជមានបានធ្វើឲ្យទេវតាពេញចិត្តភ្លៀងចាប់ផ្ដើមរាំងបន្តិចម្ដងគាត់ក៏រៀបចំអីវ៉ាន់និងសម្ភារៈទាំងអស់រួចប្រញាប់ដើរចុះពីលើភ្នំយ៉ាងលឿន